សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកាត់ក្រដាសឲ្យក្លាយទៅជាវែងននដែលយើងអាចយកទៅបិទលម្អតាមថ្នាក់រៀនក៏បានបិទលម្អបន្ទប់យើងក៏បានដែរហើយដំបូងខ្ញុំមានក្រដាសរាមមួយដែលបត់វាជា2ឲ្យស្មើគ្នាបន្ទាប់មកបំផ្លាញខាងមួយចំហៀងឲ្យក្លាយទៅជា3ចំណែកឲ្យស្មើគ្នាទៀតមានន័យថាមួយជាហៀងខាងនេះក៏3ចំណែកមួយជាហៀងទៀតក៏3ចំណែកដែរទាំងអស់បាន6ចំណែកពេលដែលបត់បែបនេះធ្វើឲ្យការកាត់ម៉ូតយើងបានល្មមស្អាតបើបត់តែជា2ឬក៏ជា4ធ្វើឲ្យការកាត់ទៅឃើញម៉ូតតូចខ្លាំងមែនតើហើយវាអត់សូវទំនងស្អាតណាអញ្ចឹងខ្ញុំជ្រើសរើសការបត់ជា3ហើយបន្ទាប់មកយើងសង្កេតមើលថាពេលបត់ជា3ហើយយកមុខដែលបត់ចុះហ្នឹងដាក់ខាងក្រោមហើយបត់កាច់ឡើងទៅលើជារាងត្រីកោណមានថាបត់ត្រីកោណទៅវិញទៅមកទៅតាមផ្នត់នៃក្រដាសរហូតដល់អស់ក្រដាសចុងក្រោយសល់រាងកតុយបន្តិចយើងអាចបត់យកម៉ូតកតុយនឹងបានដែរបើអ្នកខ្លះគាត់បត់ទៅគាត់អត់សល់ទេក៏អត់អីដែរតែបើសល់យើងអាចកាច់ឡើងលើឲ្យបានរាងត្រីកោណបន្ទាប់មកលាតវាវិញបើពេលលាតទៅវារាងជាចតុកោណស្មើអញ្ចឹងបងប្អូនចំណាំណាអាកន្លែងខាងក្រោមគេហ្នឹងយើងកាត់វាឲ្យរាងធំបន្តិចដោយសារអាកន្លែងហ្នឹងយើងត្រូវកាត់ជ្រុងម៉ូតឲ្យខ្លាចជាស្រួចអញ្ចឹងយើងត្រូវយកម៉ូតមុខវាឲ្យរាងធំហើយតមកកាត់កណាត់តូចជុំវិញហ្នឹងតាមចិត្តយើងចង់កាត់ប្រមាណប្រឡោះក៏បានដែរប្រឡោះតិចក៏បានដែរប្រឡោះច្រើនក៏បានដែរព្រោះអាហ្នឹងតាមចំណង់ចំណូលចិត្តយើងរៀងខ្លួនបើកាត់ទៅវាឃើញតិចស្អាតជាងច្រើនអញ្ចឹងក៏កាត់តាមចំណង់ចំណូលចិត្តបងប្អូនណានេះខ្ញុំកាត់ជា6ប្រឡោះពេលកាត់ហើយខ្ញុំសាកលាតដល់បងប្អូនមើលទៅឃើញថាប្រឡោះនីមួយហ្នឹងវាមានទំហំល្មមស័ក្តិសមបន្ទាប់មកពេលលាតរួចហើយខ្ញុំផ្គុំខាងចុងគេចេញជារាងការ៉េហ្នឹងកាត់មុខវាគៀនសងខាងតែកុំឲ្យកាត់ដល់អាចុងស្រួចនឹងពេកនាំឲ្យដាច់ម៉ូតយើងអត់ស្អាតទេយីរួមបត់ជាការ៉េម្ដងបន្តិចហ្នឹងកាត់ម៉ូតជ្រុងគៀនអញ្ចឹងបងប្អូននឹងសង្កេតឃើញថាមានប្រឡោះការ៉េចំនួន4ដែលបានកាត់ចេញហើយបន្ទាប់មកបត់វាជាត្រីកោណម្ដងទៀតតែបត់ផ្ទុយពីការលើកមុនវិញម្ដងដើម្បីកាត់យកប្រឡោះម៉ូតការហ្នឹងបើពេលលាតទៅឃើញបែងចែកជា8ចំណែក8ជ្រុងស្អាតមែនតើពេលដែលបត់ម្ដងសម្រាប់ចឹងហើយបងប្អូនគាត់ណាលាតមកវិញឃើញជារាងតរកោណស្មើទៀតដែរអញ្ចឹងអាចកាត់គៀនវានឹងទៅកាត់គៀនវាទាំង8ចំណែកឆ្វេងផងស្ដាំផងឆ្វេងផងស្ដាំផងរហូតទៅដល់ចំណុចចុងក្រោយគេក៏កាត់ប៉ុណ្ណឹងដែរហើយដល់ពេលលាតឡើងវិញអាចំណុចគល់ចុងក្រោយគេដែលថាសល់កណ្ដាលបន្តិចហ្នឹងអាចកាត់ជាម៉ូតបានទៀតដោយសារតែវាមានតែមួយកណាត់ខ្លីអញ្ចឹងកាត់ម៉ូតហ្នឹងបានតែដូចជា5ប្រឡោះទេបន្ទាប់មកយកមកមើលខាងក្រោមគេវិញកាត់ចុងខាងក្រោមចោលចឹងទៅដល់មកពេលដែលលាតមកនឹងឃើញខាងក្រោមជាម៉ូតស្អាតខ្លាំងមែនតើហើយម៉ូតនោះមានប្រឡោះស្មើគ្នារាងជាចតុកោណស្មើហើយបងប្អូនសង្កេតមើលបើយើងកាត់អត់សូវដល់អាចុងកាច់ជ្រុងទេនឹងធ្វើឲ្យផ្កាយើងនឹងស្អាតអត់ដាច់ទេស្មើគ្នាល្អខ្លាំងមែនតើអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀត